មកប្រាប់បងកន្លែងគេមកកន្លែងទៀតនៅសៀមរាបដែលស្អាតមែនតើអញ្ចឹងមកមើលនៅក្នុងវីដេអូនេះមួយខ្ញុំទាំងអស់គ្នាចាំខ្ញុំប្រាប់ពីឈ្មោះហើយគេនៅណាកក់ម៉ានតាម app អីគេអញ្ចឹងណាចឹងនៅពេលដែលយើងចូលមកដំបូងអ្វីយើងឃើញមុនគេគឺ swimming pool ដោយសារនៅក្នុង villa នេះគេហៅ one bedroom pool villa ណាអូខេចឹងទឹកហ្នឹងដូចអត់រាក់ដូច1 ម៉ែត្រ2អីហ្នឹងហើយចឹងយ៉ារៀងមានបរិយាកាសបែប garden អីបន្ថែមទៅលើហ្នឹងចឹងទៅអញ្ចឹងមាន living room មួយមាន one bedroom មួយអញ្ចឹងឥឡូវយើងចូលមកក្នុង one bedroom មួយខ្ញុំបងប្អូននៅក្នុងហ្នឹងបន្ទប់ទឹកគេស្អាតណាស់ណាហើយកន្លែងនេះមានកញ្ចក់មើលឃើញដល់ swimming pool king size bed មួយអញ្ចឹងទៅហើយនេះ no ដែលខាងអូតែគាត់ leave ឲ្យមកខ្ញុំ yeah appreciate it thank you ហើយនៅខាងនេះជាទូកៅអៅហ្នឹងហើយមានឆាត់មានអីអញ្ចឹងទៅខែភ្លៀងខែគេគិតគូដែរអញ្ចឹងណាកន្លែងខ្ញុំស្រឡាញ់ដោយសារបន្ទប់ទឹកគេវា open space ចាស្អាតណាស់ឡើងធំអញ្ចឹងនឹងគេមាន one bedroom two bedroom three bedroom អញ្ចឹងណាមួយទឹក bathtub អូខេនេះឡើង PP ពូតោះឥឡូវយើងមកក្រៅវិញយើងទៅ living room ម្ដងអញ្ចឹងនេះយើងមកគ្នា2 3 4នាក់មកសបាយជុំគ្នាហ្មងនេះនៅក្រៅយើងញ៉ាំអីផឹកអីជាមួយគ្នាអីចឹងណាឥឡូវក្នុងនេះ living room យ៉ានៅក្នុង living room នេះក៏គេមានបន្ទប់ទឹកមួយទៀតដែរកុំឲ្យយើងពិបាកហើយក៏មានទូដាក់កៅអៅអីបន្ថែមអីចឹងទៅយ៉ាហ្នឹងហើយអញ្ចឹងបន្ទប់ទឹកនេះក៏ស្អាតដែររៀងទូជាងអាមិញតិចព្រោះធម្មតានេះវាមិនមែន main bathroom ទេនេះគេជួយទៅធ្វើយ៉ាងវា natural light 100% ហ្មងអញ្ចឹងយកព្រៀងឌីមតិចអញ្ចឹងទៅឲ្យថ្ងៃឃើញអញ្ចឹងឃើញអីឲ្យគេបានដាំដើមឈើអីមកស្អាតហ្មងដាក់អុកដាក់អីលេងទេនេះមើលយើងធ្វើទៅអង្គុយនឹងក្រៅ